នេះគឺជា13គន្លឹះដើម្បីអប់រំកូនឲ្យកាន់តែមានប្រសិទ្ធភាពក៏ដូចជាមានទំនួលខុសត្រូវអញ្ចឹងសម្រាប់ម៉ាក់ដែលកំពុងតែជួបបញ្ហាពិបាកនៅក្នុងការមិនដឹងថាធ្វើម៉េចដើម្បីអប់រំកូនឲ្យដើរទៅតាមកន្លងធម៌បានឬក៏កូនកំពុងតែភ្លិតភ្លើនគ្មានសិលធម៌មិនស្គាល់ចាស់មិនស្គាល់ទុំឬក៏គ្មានគេហៅថាសណ្ដាប់ធ្នាប់អញ្ចឹងខ្ញុំជឿថា13ចំណុចនេះក៏ជាគន្លឹះមួយចំនួនដើម្បីជួយទៅដល់ម៉ាក់បាគ្រប់រូបផងដែរដូច្នេះហើយសូមរក្សាវីដេអូនេះទុកឲ្យមើលបានច្រើនដងទាំងអស់គ្នាអញ្ចឹងការអប់រំកូនមិនមែនជារឿងងាយស្រួលទេយើងត្រូវតែមានវិធីសាស្ត្រជាច្រើនដើម្បីទូន្មានព្រិនប្រដៅពួកគាត់អញ្ចឹងខាងក្រោមនេះគឺជាគន្លឹះបាទទ្រុសនៅក្នុងការអប់រំកូនអញ្ចឹងចូលរួមស្ដាប់ទាំងអស់គ្នាទី1ត្រូវតែធ្វើអ្វីដែលអ្នកបាននិយាយជាមួយគាត់ហើយកុំនិយាយអ្វីដែលអ្នកមិនអាចធ្វើបានជាមួយនឹងគាត់អញ្ចឹងមានន័យថាបើសិនជាយើងដាក់ពិន័យឲ្យកូនចម្លងអត្ថបទដូចជា100ចប់អញ្ចឹងយើងត្រូវតែឲ្យកូននឹងទៅសេឲ្យបានគ្រប់ចំនួនហើយសូមកុំទទួលយកពេលខ្លះបើសិនជាយើងថាឥឡូវកូនឯងត្រូវតែទៅសេឲ្យបាន100ចប់ឲ្យម៉ាក់ឲ្យប៉ាអញ្ចឹងចុះប៉ុន្តែដល់ពេលដែលគាត់ធ្វើអត់បានគាត់ទៅសេបានទៅ30ចប់ឬក៏20ចប់អញ្ចឹងចុះអញ្ចឹងសូមដាច់ខាតកុំតូទុនក្នុងការទទួលបាទពីព្រោះកាលណាតែយើងតូទុនទៅថ្ងៃក្រោយទៅគាត់គិតថាវាមិនអីទេម៉ាក់របស់ខ្ញុំតែអញ្ចឹងបាទទោះបីខ្ញុំចង់ធ្វើក៏បានមិនចង់ធ្វើក៏បានដែរអញ្ចឹងគឺគាត់នៅតែខូចដដែលតែបើសិនជាយើងដាច់អហិង្ការថាអត់បានទេកូនត្រូវតែធ្វើចប់ឲ្យម៉ាក់ឲ្យគ្រប់ឲ្យម៉ាក់ឲ្យប៉ាអាហ្នឹងថ្ងៃក្រោយទៅគាត់នឹងទទួលស្គាល់ថាយើងគឺជាមនុស្សហ្មត់ចត់ម៉ាត់ណាគឺម៉ាត់ហ្នឹងទី2ត្រូវមានគោលចំហរឹងមាំជាងកូនអញ្ចឹងមានន័យថាបើសិនជាយើងនិយាយថាទេហើយមិនត្រូវផ្លាស់ប្ដូរគំនិតរបស់យើងនោះទេបើទោះបីជាកូនស្រែកយំយ៉ាងណាក៏ដោយព្រោះថាបើសិនជាយើងចោះចាញ់កូននោះគាត់រឹតតែប្រកាន់យកអាចរឹករឹងរូសនេះថែមទៀតដដែលទេបាទដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងបើសិនណាយើងដាក់ថាអត់ហើយដល់ពេលគាត់យំឬគាត់ធ្វើញែកញន់តិចយើងព្រមតាមគាត់អញ្ចឹងដដែលហ្នឹងបាទយើងអាចកែគាត់បានទេបាទអញ្ចឹងយើងទោះបីជាចង់មិនចង់កូនស្រឡាញ់ហើយប៉ុន្តែយើងក៏ត្រូវតែដើម្បីឲ្យគាត់ល្អយើងត្រូវតែពុតគាត់ឲ្យហើយទៅនៅក្មេងអញ្ចឹងណាសភាពាក្យស្លោករបស់យើងថាដំដែកទៅនៅក្តៅគុណចៅទៅនៅក្មេងនឹងឯងណាអូខេអញ្ចឹងចំណុចទី3តទៅនឹងត្រូវចេះសរសើរនិងលើកទឹកចិត្តចំពោះទង្វើល្អៗរបស់កូនរបស់យើងអញ្ចឹងត្រូវចេះថឹងថ្លែងម៉ាក់ប៉ាត្រូវចេះថឹងថ្លែងក្រៅពីការស្ដីបន្ទោសក៏ត្រូវលើកពីចំណុចល្អមកសរសើរកូនផងដែរខ្ញុំចង់លើកជាឧទាហរណ៍មួយថាបើសិនជាកូនរបស់យើងនឹងគាត់ប្រឡងធ្លាក់អីចុងចោះឬក៏មិនបានលេខល្អចុងចោះខ្ញុំឃើញម៉ាក់ប៉ាមួយចំនួនគាត់តែងតែស្ដីបន្ទោសបើជាងការជំរុញលើកទឹកចិត្តគាត់បើជាស្ដីបន្ទោសថាម៉េចខ្លួនឯងរៀនអន់ម៉េះភាសាសាមញ្ញស្រួលយល់ថាម៉េចឯងរៀនអន់ម៉េះឯងរៀនរងឯងអស់តែលុយរៀនណៃឃើញជាប់លេខល្អអីគេអញ្ចឹងទៅប៉ុន្តែបើសិនជាម៉ាក់ប៉ាមួយចំនួនទៀតដែលគាត់មានគេហៅថាយល់ដឹងពីកលឹះគាត់និយាយថាឥឡូវខែនេះកូនប្រឡងធ្លាក់ប៉ុន្តែវាមិនជាថ្មីទេពីព្រោះម៉ាក់ប៉ាបានឃើញខ្លួនឯងបានខំប្រឹងប្រែងហើយអញ្ចឹងប៉ានៅតែជឿជាក់លើកូនអញ្ចឹងបាទប៉ាសង្ឃឹមថាខែបន្ទាប់ទៀតកូននឹងធ្វើបានល្អជាងនឹងអត់អីទេកូនធ្លាក់មួយខែហ្នឹងមិនជាបញ្ហាទេពីព្រោះប៉ាបានជឿទៅលើសមត្ថភាពរបស់កូនការខិតខំប្រឹងប្រែងរបស់កូនទាំងអស់ហ្នឹងហើយដែលវាប្រសើរជាងការដែលស្ដីបន្ទោសយើងនិយាយបែបលើកទឹកចិត្តទៅកាន់គាត់អញ្ចឹងធ្វើឲ្យគាត់នឹងមានអារម្មណ៍មានកម្លាំងចិត្តនៅក្នុងការខិតខំប្រឹងប្រែងបន្តទៀតណាអូខេអញ្ចឹងយើងត្រូវតែចេះសរសើរត្រូវចេះលើកទឹកចិត្តនៅទង្វើល្អៗរបស់កូនរបស់យើងនឹងឯងណាអូខេចំណុចទី4តទៅនឹងការផ្ដល់ក្តីស្រឡាញ់ដល់កូនឲ្យបានច្រើនបាទអញ្ចឹងក្រៅពីការដាក់វិន័យដាក់ទណ្ឌកម្មយើងក៏គួរតែចំណាយពេលនៅជាមួយពួកគាត់ផងដែរបាទត្រូវចេះផ្ដល់ការចាប់អារម្មណ៍ចំពោះអ្វីៗដែលកូនធ្វើហើយបង្ហាញឲ្យកូនឃើញថាយើងពិតជាស្រឡាញ់ពួកគេមែនទែនបាទនេះហើយក៏ជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីឲ្យកូននឹងយល់និងទទួលយកនូវច្បាប់វិន័យរបស់យើងទាំងអស់ហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាគាត់ធ្វើកិច្ចការងារអីបានល្អមិនជាណាស់ទេណាអូខេអញ្ចឹងយើងអាចនិយាយបានថាវ៉ាវខ្លួនឯងប្រកែមែនទែនខ្លួនឯងឆ្លាតមែនទែនធ្វើបានល្អមែនទែនតែសូម្បីតែរឿងតូចហ្នឹងក៏គុំមើលរំលងដែរអូខេចំណុចទី5តទៅនឹងការដាក់វិន័យភ្លាមកម្រងចាំយូរចំពោះការដាក់វិន័យយើងត្រូវតែដាក់វិន័យភ្លាមនៅពេលដែលគាត់ធ្វើអ្វីមួយខុសជៀសវាងការចាំនិយាយថ្ងៃក្រោយវាអត់មានប្រសិទ្ធភាពទេណាហើយគេអញ្ចឹងបើសិនគាត់ធ្វើអីខុសមួយអញ្ចឹងយើងប្រាប់គាត់ឥឡូវខ្លួនឯងមិនគួរធ្វើចេះមួយទេអញ្ចឹងដោយសារតែកំហុសខ្លួនឯងអត់ធ្វើកិច្ចការផ្ទះហ่าអញ្ចឹងថ្ងៃនេះប៉ាមិនចង់ដាក់
កំហិតឬក៏ពិន័យខ្លួនឯងទេប៉ុន្តែបើសិនជាប៉ាមិនធ្វើថ្ងៃក្រោយទៅអានឹងកូនអាចនឹងនៅតែអញ្ចឹងគឺកូនត្រូវតែធ្វើនឹងប៉ាបានណាអញ្ចឹងទៅដាក់ពិន័យភ្លាមអត់មានត្រូវចាំពជាលេតថ្ងៃក្រោយទេអូខេចំណុចទី6បាទការសម្រេចចិត្តស្ថិតលើអ្នកអញ្ចឹងយើងត្រូវតែធ្វើការសម្រេចចិត្តណាមួយដែលល្អជាជំរឿសឲ្យកូនរបស់យើងបាទបន្ទាប់ពីបានស្ដាប់រឿងរ៉ាវរបស់គាត់ហើយអញ្ចឹងយើងអាចនិយាយថាឥឡូវរឿងមួយហ្នឹងបើសិនជាប៉ាណាបើសិនជាប៉ាជាកូនណាអញ្ចឹងប៉ាប្រកាសជាយកអាមួយនេះអា A នេះពីព្រោះដោយសារចេះបាទអញ្ចឹងយើងត្រូវតែបញ្យល់ហេតុផលគាត់អញ្ចឹងណាអូខេទី7គឺទៅក្នុងការបង្រៀនឲ្យកូនចេះផ្ដល់តម្លៃចំពោះអ្វីៗដែលនៅជុំវិញខ្លួនរបស់យើងរាល់ថ្ងៃហ្នឹងអញ្ចឹងដើម្បីឲ្យកូនជៀសផុតពីភាពអាត្មានិយមការចំណែនការមើលងាយជាដើមអញ្ចឹងយើងគួរតែបង្រៀនឲ្យគាត់ចេះផ្ដល់តម្លៃចំពោះការគោរពដល់អ្នកដទៃការអត់ធ្មត់និងការអត់ឱនឲ្យគ្នាទៅវិញទៅមកឡាក់អញ្ចឹងទៅណាអូខេទី8តើតើទៅនឹងការកុំតម្រឹះកូនទៅតាមសម្ភារៈមួយចំនួនបាទសូមកុំឲ្យកូនទម្លាប់នឹងការទទួលបានកាដូងាយពេកបាទដូចជាសម្លៀកបំពាក់ថ្មីឬការនាំទៅបរិភោគអាហារខាងក្រៅផ្ទះដោយមិនបាច់ធ្វើការអ្វីដោះដូរបាទអញ្ចឹងខ្ញុំឃើញកូនរបស់លោកគ្រូរបស់ខ្ញុំនៅពេលដែលគាត់កូនរបស់គាត់ល្អមែនទែនគាត់បានអប់រំល្អមែនទែនទាំងអស់បាទអញ្ចឹងមុននឹងកូនគាត់ចង់ធ្វើអីមួយមុននឹងកូនគាត់ចង់បានអ្វីមួយគឺតែងតែមានការដោះដូរជាប្រចាំដូច្នេះហើយអញ្ចឹងយើងបានធ្វើឲ្យគាត់នឹងមានទំនួលខុសត្រូវតាំងពីក្មេងល្អមែនទែនtrongចំណុចនេះបងប្អូនអញ្ចឹងសូមកុំផ្ដល់អ្វីមួយងាយឲ្យគាត់ពេកត្រូវតែមានការដោះដូរអ្វីមួយអានឹងជាទម្លាប់មួយល្អមែនទែនទី9តើតើទៅនឹងការផ្ដល់អត្ថភាពទៅលើការខិតខំប្រឹងប្រែងជាជាងទៅលើលទ្ធផលបាទអញ្ចឹងក្មេងខ្លះអាចខិតខំប្រឹងប្រែងខ្លាំងមែនទែនប៉ុន្តែនៅតែមិនបានលទ្ធផលល្អទេចំណែកឯក្មេងខ្លះទៀតមិនបានខំអ្វីសោះតែបើជាជោគជ័យទៅវិញបាទអញ្ចឹងយើងមើលទៅលើសកម្មភាពរបស់គាត់ណាថាតើគាត់បានខំហើយនៅដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងណាការដែលកូនប្រឡងមិនជាប់កូនប្រឡងធ្លាក់ឲ្យយើងមកទៅបន្ទោសគាត់បន្ថែមទៀតអាហ្នឹងវាដូចជាដាក់បន្ទុកលើគាត់មួយទៀតអញ្ចឹងណាអូខេចំណុចទី10ជៀសវាងវត្តមានល្បែងអេឡិចត្រូនិកនៅក្នុងបន្ទប់ល្បែងប្រភេទនេះអាចធ្វើឲ្យក្មេងឯកោហើយទៀតសោតក្មេងហ្នឹងគឺមិនចំណាយពេលទៅលើការសិក្សានោះទេខ្ញុំឃើញអាណាព្យាបាលម៉ាក់ប៉ាមួយចំនួនគឺគាត់រវល់មានយកជាមួយនឹងការរកស៊ីប្រចាំថ្ងៃរបស់គាត់អញ្ចឹងទៅពេលខ្លះគាត់ទុកកូននៅក្នុងបន្ទប់ម្នាក់ឯងឲ្យលេងហ្គេមមើលទូរស័ព្ទអីម្នាក់ឯងអញ្ចឹងទៅអញ្ចឹងវាពិតជាមានហានិភ័យមែនទែនដោយសារតែគាត់នៅតែឯងពីថ្ងៃទៅមួយថ្ងៃហើយអញ្ចឹងទៅធ្វើឲ្យគាត់ខ្លាចជាមនុស្សម្នាក់ដែលកាលណាតែមើលទូរស័ព្ទច្រើនគឺមានភាពឆេវឆាវបាទមានភាពឆេវឆាវវាសកម្មភាពវាខុសពីក្មេងដតីដែលគេហុំព័ទ្ធទៅដោយមនុស្សជុំវិញអ៊ូអដោយគេនៅឆ្ងាយពីគ្រឿងអេឡិចត្រូនិកទៅទូរស័ព្ទអីអញ្ចឹងទៅបាទអញ្ចឹងវាពិតជាគ្រោះថ្នាក់វាពិតជាហានិភ័យមែនទែនអញ្ចឹងសម្រាប់យើងជាម៉ាក់ប៉ាបើសិនជាស្រឡាញ់កូនយើងក៏ត្រូវមានពេលវេលាមួយសម្រាប់ពួកគាត់ដែរណាมันអាចទុកឲ្យគាត់នៅចោលចឹងទៅជៀសវាងការពិបាកក្នុងការព្យាបាលតាមក្រោយបាទហើយយើងទៅចំណុចមួយទៀតបាទតទៅទៅនឹងចំណុចទី11បាទកុំធ្វើអ្វីជំនួសកូនបាទត្រូវបង្រៀនឲ្យគេចេះម្ចាស់ការលើខ្លួនឯងអញ្ចឹងក្នុងនាមជាម៉ាក់ប៉ាឆ្លាតគ្រប់រូបបងប្អូនត្រូវតែបង្រៀនឲ្យកូនសកម្មបាទនិងខិតខំប្រឹងប្រែងដើម្បីទទួលបាននៅអ្វីដែលគេចង់បានអញ្ចឹងទៅបាទអាចទុកឲ្យកូនជួបរឿងបរាជ័យរួចចាប់ផ្ដើមក្រោកឈរសាជាថ្មីបានដើម្បីឲ្យគេរឹងមាំអញ្ចឹងយើងនិយាយថាក្មេងដែលគាត់រៀនដើរទៅចោះអញ្ចឹងពេលខ្លះបើសិនជាយើងថ្នមយើងអាណិតគាត់ពេកយើងមិនចង់ឲ្យគាត់ដើរទៅខ្លាចដួលខ្លាចបន្លាចអញ្ចឹងអាក្មេងហ្នឹងវាទុនជ្រាយមែនទែនប៉ុន្តែដើម្បីឲ្យគាត់ងាយឆាប់បានចេះដើរអញ្ចឹងមានតែយើងប្រឡែងតែពេលខ្លះគាត់ដួលពេលខ្លះគាត់ក៏ដៃលិតជើងអាហ្នឹងវាជាធម្មជាតិបាទអញ្ចឹងយើងមានតែធ្វើតាមហ្នឹងទៅបាទកុំព្យាយាមធ្វើជំនួសគាត់កុំព្យាយាមអាណិតគាត់បាទធ្វើឲ្យគាត់ត្រូវតែមានម្ចាស់ការលើខ្លួនឯងមកឲ្យគាត់សកម្មចំណុចទី12តទៅនឹងកុំដាក់បញ្ជាហាមគាត់ខ្លាំងពេកបាទអញ្ចឹងពេលខ្លះយើងហាមគាត់សពគ្រប់បែបយ៉ាងបាទមិនឲ្យគាត់ទៅណេះមិនឲ្យគាត់ទៅនោះមិនឲ្យគាត់ធ្វើនេះមិនឲ្យគាត់ធ្វើនោះអ្វីក៏ដោយគឺតាមតែបញ្ជារបស់យើងបង្គាប់របស់យើងអាហ្នឹងក៏ពិបាកដែរក្មេងហ្នឹងវាអត់មានគេហៅថាឯករាជ្យលើខ្លួនឯងគ្រប់យ៉ាងចាំតែម៉ាក់ប៉ាជប់បើសិនជាថ្ងៃណាមួយអត់ពីយើងទៅតើក្មេងនឹងបានអីរំពឹងទៀតបាទអញ្ចឹងក្មេងគឺទុនមែនទែនអញ្ចឹងយើងមិនគួរណាធ្វើខ្នងបង្អែកឬក៏បង្គាប់បញ្ជាគាត់គ្រប់ពេលនោះទេហើយចំណុចទី13នោះតទៅទៅនឹងការគេហៅថាអំពើហិង្សានៅក្នុងគ្រួសារដាច់ខាតម៉ាក់ប៉ាគ្រប់រូបមិនត្រូវប្រើប្រាស់អំពើហិង្សាណាមួយបាទដោយការពាក្យសម្ដីក្តីដោយការវិដំចំធាក់ក្តីយើងមិនត្រូវធ្វើឬក៏យើងមិនត្រូវបង្កហិង្សានឹងនៅក្នុងគ្រួសារឲ្យគាត់បានឃើញនោះទេពីព្រោះវាពិតជាប៉ះពាល់ដល់ពួកគាត់ខ្លាំងមែនទែន
អឺទាំងការសិក្សាទាំងផ្លូវអារម្មណ៍របស់គាត់បាទអញ្ចឹងពេលខ្លះកូនបាទឃើញម៉ាក់ឃើញប៉ាឆ្លោះគ្នាបតែបតបគ្នាតើកូនមួយណាសប្បាយចិត្តអញ្ចឹងពេលខ្លះអត់សប្បាយចិត្តទេហើយអារម្មណ៍នឹងដដែលច្រើនដងពេកទៅអញ្ចឹងវាទៅជាសម្ពាធផ្លូវចិត្តពិបាកអារម្មណ៍របស់គាត់អញ្ចឹងការរៀនសូត្ររបស់គាត់ក៏ធ្លាក់ចុះក៏ខ្សោយទៅតាមនឹងដែរដោយសារតែអារម្មណ៍អញ្ចឹងហើយជៀសវាងការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារកុំឲ្យពួកគាត់ឃើញឲ្យពួកគាត់ដឹងជួបអីលំបាកអីតែប្តីប្រពន្ធគ្នាយើងទៅណាជៀសវាងកុំឲ្យគាត់បានដឹងបានឮបានឃើញនៅរឿងរ៉ាវរបស់យើងអូខេអញ្ចឹងខ្ញុំសង្ឃឹមថា13ចំណុចនេះគឺជាចំណុចសំខាន់សម្រាប់ម៉ាក់ប៉ាគ្រប់រូបដែលកំពុងតែជួបបញ្ហាពិបាកនៅក្នុងការអប់រំកូនឬក៏ពិបាកនៅក្នុងការធ្វើឲ្យកូនដើរទៅតាមគន្លងសិលធម៌បានដូច្នេះហើយខ្ញុំសង្ឃឹមថា13ចំណុចនេះគឺជាចំណុចមួយនៅក្នុងការជួយសម្រួលទៅដល់ម៉ាក់ប៉ាគ្រប់រូបហើយជាចុងក្រោយខ្ញុំសូមបញ្ជាក់ផងដែរបើសិនជាពុកម៉ែបងប្អូនកំពុងតែត្រូវការស្វែងរកសាលាដែលមានគុណភាពសម្រាប់បុត្រីបុត្រាបុត្រធីតារបស់បងប្អូនអញ្ចឹងខ្ញុំសូម recommend សាលាអន្តរជាតិ Cospace ដែលជាសាលាមួយយើងទទួលក្មេងចាប់ពីអាយុ3ឆ្នាំឡើងទៅយើងបានដំណើរការមកយូរហើយនៅក្នុងនោះផងដែរក៏ទទួលបាននៃការគ្រប់គ្រងច្រើនមែនទែនពីសំណាក់អាណាព្យាបាលជាពិសេសក្មេងៗដូច្នេះហើយនៅទីនោះមានលោកគ្រូអ្នកគ្រូមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងការបង្រៀនដូចជាការមើលថែមើលការខុសត្រូវអប់រំក្មេងឲ្យមានសណ្ដាប់ធ្នាប់វិន័យសីលធម៌និងសមត្ថភាពគុណភាពដូច្នេះហើយបើសិនជាចាប់អារម្មណ៍បើសិនជាចង់កែប្រែកូនរបស់យើងសូមទំនាក់ទំនងមកខាងសាលាដូច្នេះហើយបើសិនជាបងប្អូនចង់ដោះស្រាយបញ្ហានោះបានឆាប់រហ័សសូមទំនាក់ទំនងមកខាងសាលាហើយយើងនឹងមានកម្មវិធីជាច្រើនសម្រាប់ពួកគាត់បាទសូមអរគុណ